số chấmថ្ងៃនេះខ្ញុំមានវីដេអូបន្តទៀតដែលខ្ញុំធ្វើការបង្ហាញទៅលើកម្មវិធីមួយទៀតដែលប្រើជាមួយនឹង CPU របស់ Mitsubishi អញ្ចឹង CPU របស់ Mitsubishi គឺយើងប្រើ app ផ្សេងដើម្បីធ្វើការ program វាដែល app នោះមានដូចជា GX Work 2 GX Work 3ហើយនិង GX Developer ប៉ុន្តែថ្ងៃនេះខ្ញុំមិនទាន់ណែនាំទៅលើកម្មវិធីទាំងពីរ3ហ្នឹងទេគឺខ្ញុំណែនាំទៅលើកម្មវិធី FX TRN ដែលជាកម្មវិធីមួយស្រដៀងទៅនឹង Factory IO ដែរប៉ុន្តែវាមានភាពងាយស្រួលជាង Factory IO ឆ្ងាយអញ្ចឹងខ្ញុំនឹងបើកកម្មវិធី FX TRN អញ្ចឹងនេះជាកម្មវិធី FX TRN អញ្ចឹងនៅពេលដែលយើងបើកកម្មវិធីមកយើងឃើញ interface បែបនេះមាន file edit simulation អីផ្សេងមកអញ្ចឹងនៅលើបារខាងលើនេះគឺយើងមានច្រើនដែលវាបង្ហាញមួយដែលវាបង្ហាញអំពីកម្រិតនៃការសិក្សារបស់យើងកម្រិតនៃការធ្វើ project របស់យើងអញ្ចឹងខ្ញុំបង្ហាញកម្រិតទី1គឺ introduction អញ្ចឹង introduction នេះគឺគ្រាន់តែណែនាំលក្ខណៈទូទៅនៃការប្រើប្រាស់ PLC លក្ខណៈទូទៅនៃការដំណើរការទៅលើឧបករណ៍អ្វីមួយអញ្ចឹងឧទាហរណ៍ដូចនេះទ្វារបើកទ្វារឡាននេះអញ្ចឹងនៅពេលដែលគាត់មកដល់ឈប់ឡានហើយបើកអីចឹងមកកន្លែងនេះគឺខ្ញុំមិនបានណែនាំលម្អិតទេអញ្ចឹងខ្ញុំគ្រាន់តែបញ្យល់ការប្រើប្រាស់ខ្លះនៅលើនេះយើងចុចមែនវិញមកអញ្ចឹងកន្លែងនេះគឺគេគ្រាន់ចង់ឲ្យយើងដឹងថា PLC ហ្នឹងយក apply ទៅលើអីបាត់ខ្លះអញ្ចឹង CPU របស់ PLC នេះគេយក apply ទៅលើមាន graphic food industry manufacturing និងឧបករណ៍ផ្សេងច្រើនទៀតចុចមែនវិញមកអញ្ចឹងកន្លែងនេះដែលខ្ញុំចង់បង្ហាញអញ្ចឹងនេះជាកន្លែងដែលខ្ញុំចង់បង្ហាញឲ្យអ្នកទាំងអស់គ្នាអាចប្រើប្រាស់អញ្ចឹងនៅលើ interface នៃ Windows របស់យើងឃើញមានដូចជាបណ្ដុំខាងនេះគេដាក់ថា edit letter write to PLC reset ហើយនឹង main នេះមិនឲ្យយើងទៅកន្លែងដើមវិញអញ្ចឹងតើមើលនេះគឺ run អញ្ចឹងចំពោះខាងលើនេះឲ្យ click មកវាចេញនៅការណែនាំទៅលើការប្រើប្រាស់របស់យើងការសរសេរ program របស់យើងមួយយើងអាចអាននៅលើនឹងអាចយល់ពីដំណើរការវាបានឬក៏អាចសរសេរតាមគេហ្នឹងក៏អាចដំណើរការបានដែរចំណែកខាងនេះគឺជាផ្ទាំង Windows មួយដែលប្រៀបដូចជានៅលើ GX Developer អញ្ចឹងខ្ញុំមើលបែបមើលខ្ញុំបើក GX Work 3តែម្ដងទៅកន្លែងនេះនិងកន្លែងនេះគឺដូចគ្នាប៉ុន្តែកន្លែងនេះគឺយើងប្រើដើម្បី control ទៅកន្លែងម៉ាស៊ីន 3D របស់យើងនេះចំណែកឯនៅលើ GX Work 3នេះគឺយើងធ្វើការ build ទៅកាន់គឺ operation panel អញ្ចឹងកន្លែងនេះគឺជាប្រៀបដូចជាប្រអប់ទូដែលយើង control ទៅលើម៉ាស៊ីននេះអញ្ចឹងមានដូចជាភ្លើងសញ្ញាប៊ូតុងចុចប៊ូតុងកាច់អីផ្សេងហ្នឹងដែលយើងសម្រាប់ធ្វើការ control ទៅលើម៉ាស៊ីនចំណែកម្ដុំនេះគឺជាលេខជើងរបស់ CPU PLC ដែលមានចាប់ពី
0 17 10 17អីចឹងមកដែលជា input ហើយ 0 17 10 17ហ្នឹងដែលជា output អញ្ចឹង input របស់ក្រុមហ៊ុន Mitsubishi គឺគេប្រើ x គេតំណាងដល់អក្សរ x ចំណែកឯ output របស់វាគឺ y អញ្ចឹងខ្ញុំឧទាហរណ៍អញ្ចឹងយើងមើលនៅលើម៉ាស៊ីននេះគេដាក់ y អញ្ចឹងបានន័យថា y 0នេះបានន័យ output ជើងទី0ជើងដំបូងគេផុតដល់ពេល y 2នេះបានន័យថា output ជើងទី2អញ្ចឹងនេះគេភ្ជាប់ពីgeometric នេះមកកាន់ output ជើងលេខ2នេះអញ្ចឹងដល់ពេល input វិញអញ្ចឹង input គេភ្ជាប់ទៅកាន់ឧបករណ៍មានដូចជាឧបករណ៍បច្ចេកដូចជា sensor អីជាដើមអញ្ចឹងឧទាហរណ៍ដូចជា sensor ដែលចាប់នៅស្រមោលឬក៏ចាប់នៅសម្ភារៈដែលគេដាក់មកនេះគឺ x0 អញ្ចឹងគេភ្ជាប់មកកាន់ x0 នេះអញ្ចឹងយើងមើល operation panel ទៀតយើងឃើញមាន x អញ្ចឹងគេភ្ជាប់ឧទាហរណ៍ x 24នេះបានន័យថាគេភ្ជាប់មកកាន់ជើង24នេះអញ្ចឹងខ្ញុំឧទាហរណ៍មួយឧទាហរណ៍ថាខ្ញុំចុចបើកកុងតាក់នេះ x 24នេះដើម្បីឲ្យអាមនេះចាប់សម្ភារៈដាក់នៅលើ conveyor អញ្ចឹងឧទាហរណ៍អញ្ចឹងកន្លែងនេះគឺ x 24អញ្ចឹងខ្ញុំ edit វាសិនតមកខ្ញុំយកកុងតាក់ NO ហើយខ្ញុំវាច់ x 24តមក output អញ្ចឹងខ្ញុំចង់បញ្ជាក់ output នៃអាមនេះអញ្ចឹងវាយ y 0តមកយើងត្រូវ convert វាដើម្បីផ្ដាច់ដូចហើយយើងថា write ទៅកាន់ PLC អូខេអញ្ចឹងយើងអាចធ្វើតេស្តបានហើយអញ្ចឹងគាត់បើកទៅនេះចាប់ដើមដំណើរការនេះភ្ជាប់ទៅកាន់នេះគឺដំណើរការដូចគ្នាប៉ុន្តែ conveyor នេះអត់ដំណើរការទេព្រោះយើងអត់ទាន់បានបង្កើត sequence ឬក៏ program ឲ្យវាទេអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹង